ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះទឹកអំពៅគ្នាអនាម័យប្រើជាមួយនឹងម៉ាស៊ីនកាច់សោដេថ្មីមួយឈុតទៀតហើយចាជាប្រភេទដបូដេទៀតហើយហើយឥឡូវហ្នឹងខាងយើងកំពុងតែរៀបចំឲ្យបានចេញអញ្ចឹងកំពុងតែបរៀនភ្ញៀវឲ្យគាត់ចេះប្រើម៉ាស៊ីនកាច់សោដេហ្នឹងណាឥឡូវគឺខាងជាងគាត់បើកគាត់កាច់សោដេសាអីចាហើយនៅពេលដែលយើងបើកកាច់សោដេទៅគឺក្បាលគ្នារបស់យើងហ្នឹងគឺវាវិលដំណើរការបែបហ្នឹងចាគឺយើងអាចដាក់អំពៅចូលទៅបានហើយអានេះម៉ាស៊ីនរបស់យើងគឺជាប្រភេទម៉ាស៊ីនថ្មីហើយកេះតែម្ដងចាហើយបើសិនថាយើងកំពុងតែគៀបអំពៅអញ្ចឹងបើយើងចង់កាច់បិទវិញគឺអ្នកទាំងអស់គ្នាកាច់មកខាងឆ្វេងដៃមួយមកគឺវានឹងបិទខ្លួនឯងហើយចាយើងអត់ចាំបាច់ពិបាកទៅលុកបិទនៅខាងក្រោយម៉ាស៊ីនដូចរាល់ដងទេចាហើយអានេះយើងមើលពីចំហៀងទៅគឺយើងមានទូខ្ពស់មួយចាខាងលើយើងសម្រាប់ដាក់គ្រឿងកំប៉ុងខាងក្រោមគឺយើងសម្រាប់ដាក់អំពៅចាហើយនឹងមានបិទរូបភាពជូនគាត់4ស្លឹកដូចដែលខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងអញ្ចឹងខាងក្រោយគឺគាត់មានចក្រានមួយសម្រាប់អាំងសាច់ហើយក៏មានកូនទូចមួយទៀតខាងក្រោយសម្រាប់ដាក់សាច់គោអាំងឬក៏នំប៉័ងអីរបស់គាត់អញ្ចឹងណាហើយខាងក្រោយនេះដែរគឺយើងមានកាងមានអីដាក់ធុងតកកដូចយើងរាល់ដងអញ្ចឹងចាហើយមួយឈុតដែលខ្ញុំរៀបចំឲ្យទៅទាំងអស់ហ្នឹងគឺមានថែមកតូតយោធុងតកក40លីត្រឲ្យគាត់មួយគ្រប់អតេសតែម្ដងសម្រាប់ប្រភេទអតេសទាំងពៅដូចជាអតេសនេះអីយើងប្រើដែរគឺថែមទាំងអាគុយឲ្យគាត់ទៀតចាធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ